លឹមទៅពោចិនតុងបាន10ថ្ងៃព្រឹត្តិការណ៍ច្រើនចម្លែកបានកើតឡើងរវាងគ្រួសារនាងហេងនិងមេឃុំផាន់អ្នកភូមិដើមអំពិលបានយកចិត្តទុកដាក់គ្រប់គ្នាអំពីរឿងនេះគ្រួសារនាងហេងដែលបានទទួលគ្រោះថ្នាក់ផ្ទាល់បានប្រជុំគ្នាពូស្វាយបានប្រមូលប្រពន្ធនិងកូនស្រីគាត់មកសួររកផ្លូវដោះស្រាយនាងហេងមេឃុំផាន់មកពីអាទិត្យមុនបាននិយាយអ្វីខ្លះគាត់បានមកបញ្ជោគ្រួសារយើងគាត់ថាមុខខ្ញុំស្រស់រៀងសមម្រាមដៃដូចបន្លាក្រូចកំភួនជើងតូចល្អមិនគួរឡើយណានៅធ្វើស្រែទេរូបរាងខ្ញុំសមជាអ្នកក្រុងធ្វើខុនអ្នកម្នាងធ្វើលោកជំទាវលោកស្រីបើមិនដល់ប្រពន្ធទី1ហើយណាស់ក៏បានធ្វើប្រពន្ធទី3ឬក៏ស្រីលោកចៅវាយដែរគាត់ថាលោកចៅវាយស្រឡាញ់ខ្ញុំសរសើរភួយកដែលខ្ញុំត្រូវបានគេកេណ្ឌត្បាញជូនលោកហើយថាលោកសម្រានមិនលក់បាយមិនឆ្ងាញ់ហើយចង់លែងប្រពន្ធលោកទាំងពីរដេកយប់ថ្ងៃស្រមៃឃើញខ្ញុំនៅណែបណិតនឹងលោកជានិច្ចគាត់ថាគួរណាស់តែខ្ញុំជួយជីវិតលោកចៅវាយផងរួចពីសរសើរគ្រប់គាត់បានហុចកញ្ចប់ម្សៅនិងទឹកអប់សាប៊ូក្រអូបសម្ពុតប្រែ3ម៉ែត្រព្រមទាំងផ្លែក្រូចម្នាស់នំចិនមួយកញ្ចប់ផងហើយថាជាចំនួនលោកចៅវាយផ្ញើមកនាងហេងឯងបានប្រាប់គាត់វិញដូចម្ដេចពូស្វាយបានបញ្ជាក់ខ្ញុំបានជម្រាបគាត់ថាខ្ញុំជិតរៀបការហើយសូមកុំមករវីរវល់ទៀតខ្ញុំបានបង្វិលប្រដាប់ប្រដាទៅឲ្យគាត់ទាំងអស់តែព្រឹកមិញនេះគាត់បានមកទៀតមានទាំងប៉ូលីស2នាក់មកផងគាត់បានកំហែងចង់ចាប់ខ្ញុំបានអង្វរគាត់ថាកុំអាលប្រញាប់ពេកគាត់បានប្រាប់ខ្ញុំថាលើកទី3គាត់លេងមែនតែនហើយរឿងនឹងហេងនេះពិបាកណាស់តើម៉ែវាគិតដូចម្ដេចមិញពតគិតមួយស្របក់ឆ្លើយពីម្សិលមិញយាយច័ន្ទភូមិត្បូងបានជួបអញគាត់បានឲ្យយោបល់ថាយើងមានសំណាងគួរណាស់តែផ្ដាច់ពីអន្តិតលឹមហើយលើកនាងហេងឲ្យទៅលោកចៅវាយគាត់ថាបើកូនគាត់វិញគាត់ជូនលោកចៅវាយស្រេចមិនឲ្យវាទៅកាយដីត្រាំភក់ដល់ណាទេម៉ែវាឯងយល់ស្របតាមយាយច័ន្ទឬចំណែកអញគ្មានយោបល់ទេបើនាងហេងវាចង់នៅកាយដីនៅជាមួយអន្តិតលឹមទៅបើចង់បានស្រណុកមានសម្ពុតមាសពេជ្រពាក់នឹងគេទៅនៅជាមួយចៅវាយទៅមេឃុំផាន់គេសុកចិត្តសងបណ្ណាការទៅតង៉ែតវិញចំណែកអញមិនយល់ស្របតាមឯងទេអញអ្នកស្រែមិនចង់ឲ្យកូនចៅទៅនិមឺនទេឯងមិនឮក្រហេងប្រាប់ទេថាលោកចៅវាយមានប្រពន្ធ2រួចទៅហើយនៅមានគៀនកោះទៀតតាមអញដឹងមីខ្វែនភូមិក្រសាំងនេះក៏ស្រីមេឃុំផាន់នាំឲ្យលោកដែរណាស់ហើយមុននឹងសម្រេចអញចង់ដឹងនាងហេងសិនតើឯងគិតដូចម្ដេចយើងបានទទួលជំនូននឹងពាក្យតាំងង៉ែតរួចហើយនៅជាង1ខែទៀតយើងនឹងរៀបការបងលឹមបានទាំងមកផ្ទះយើងកាលចម្រោតអស់1ខែខ្ញុំបានស្គាល់ចិត្តគាត់ឃើញថាគាត់អាចជាទីជម្រករបស់ខ្ញុំបានយើងប្រកាសជានៅជាមួយគ្នាបានយ៉ាងសុខកុំថាលោកចៅវាយគង់តែកងសីក៏មិនអាចបែកចិត្តពីបងលឹមបានឡើយមិនចាំទេយប់មួយបងលឹមបានខ្ចីសត្រាទាវឯកវត្តត្បូងយកមកមើលព្រឹកឡើងខ្ញុំនិងគាត់ជន់អង្គ2នាក់ខ្ញុំបានប្រាប់គាត់ពីដំណើរអាចារ្យឆេងហើយគាត់បានពន្យល់ខ្ញុំអំពីសេចក្តីស្នេហាស៊ូស្លាប់រវាងទាវនិងឯកខ្ញុំបានសន្យាថាខ្ញុំសុខចិត្តបដូរផ្ដាច់រស់នៅជាមួយគាត់ដោយទាវបានបដូរផ្ដាច់ជាមួយនឹងឯកប្រកែកមិនព្រមធ្វើស្នំមហេសីព្រះរាមាអញក៏ពេញចិត្តលឹមណាស់ដែរពូស្វាយបានកាត់អន្តិតលឹមត្រឹមត្រូវស្រឡាញ់ការងារវាឆ្លាតនិយាយត្រូវតាមគំនិតអញម៉ែវាចាំទេកាលថ្ងៃសិលមួយយើងមកពីវត្តវិញអាចារ្យឆេងបានមកចំហអួតពន្យល់ថាយើងរា
ត្រូវទទួលធ្វើការចិញ្ចឹមអ្នករាជការស្ដេចមន្ត្រីដោយដៃជើងនឿយហត់សម្រាប់ក្រពះហើយយើងនឿយហត់វេទនាព្រោះយើងមិនបានកសាងពីជាតិមុនឲ្យបានក្រាស់ក្រែលចំពោះរឿងនេះអន្តិតលឹមបានមានយោបល់ផ្ទុយបានឆ្លើយថាយើងមិនត្រូវអណ្ដែតអណ្ដូងលើរឿងដែលយើងមិនដឹងពិតនោះទេយើងមិនអាចជជែកឃើញជាក់ស្ដែងថាជាតិមុនយើងកើតជាអ្វីហើយជាតិក្រោយក៏មិនដឹងថាទៅជាអ្វីដែរយើងត្រូវពិនិត្យមើលប្រវត្តិមនុស្សនៅលើដីនេះដែលមានហេតុភេទជាក់ស្ដែងយើងឃើញហើយថារាជក្រីក្រសពថ្ងៃត្រូវពួកបារាំងជប៉ុនជិះជាន់ក្តីសុខក្តីសម្បូរបានពិតប្រកបដល់មនុស្សកាលណាបើមនុស្សខំធ្វើការទាំងអស់គ្នាពិតហើយគ្មានអ្នកមានគ្មានអ្នកក្រសម្ដីវានេះចំជាត្រូវអញដេកគិតទៅរឹតតែឃើញថាកាន់តែត្រូវកាន់តែពិតនៅស្រុកយើងនេះអង្គប៉ាងថៅត្រូវជើងបារាំងសេះបានយកប្រាក់មកបុលចងការហើយរាល់ឆ្នាំអ្នកភូមិយើងបានលក់ស្រែឲ្យគាត់ធ្លាក់ទៅជាខ្ញុំគាត់នៅពេលយើងសប្ថ្ងៃពួកអង្គប៉ាងថៅបានត្រូវកងទ័ពជប៉ុនទិញឈើចំណេញរាប់លានឯចំណែកយើងជារាជវិញត្រូវពួកវាចាប់កេណ្ឌកូលីក្រៅពីចំណេះនិយាយត្រូវអន្តិតលឹមមានរូបរាងឆោមមិនអន់ជាងកំឡោះស្របាលវាទេនៅភូមិយើងមើលម៉ែវាឯងយល់យ៉ាងដូចម្ដេចដែរអញយល់ដូចឪវាដែរអញស្មានតែឯងត្រូវយាយច័ន្ទភូមិត្បូងតាក់បានហើយឯងដឹងទេយាយច័ន្ទនេះគឺជាអ្នកដឹកញីប្រស៊ីឈ្មោលកុំទៅជឿគាត់ដេកផ្ដាស់មីខ្វែនភូមិដើមក្រសាំងធ្លាក់ខ្លួនអាវ៉ាសែសប្ថ្ងៃដោយកញ្ចាស់ច័ន្ទមកបោកយកទៅឲ្យថៃផែនទីដំបងឥឡូវយើងស្របគ្នាស្រឡាញ់លំហើយដូចនេះយើងត្រូវឲ្យនាងហេងគេចចេញពីក្រញាំមេកំផាន់តាមអញបានស្នើដន្លងយើងរួចហើយថាឲ្យនាងហេងទៅនៅសង្ងំលាក់ខ្លួនឯផ្ទះគាត់ទម្រាំដល់ថ្ងៃការតើឯងយល់ដូចម្ដេចខ្ញុំយល់ស្របពេញទីតាមឪខ្ញុំអាចជួយមើលថែគាត់ផងបើដូចនោះស្អែកទៅនៅជាមួយចុះ